នៅថ្ងៃនោះមេឃប្រែជាងងឹតសូរិយាចន្ទ្រីគ្មានពិតខ្ញុំជិះសេះចូលក្នុងវងសត្រូវឃើញអាម្នាក់ពាក់អាវក្រហមកំពុងទៅរត់ភៀសខ្លួនខ្ញុំកាន់ទៅពេញវាយទៅលើមួករបស់គេហើយស្រែកថាឆៅអីណាគេឆ្លើយនឹងខ្ញុំថាអ្នកជិះសេះលឿងនៅខាងមុខគឺគេខ្ញុំដេញតាមអាម្នាក់ជិះសេះលឿងនោះហើយក៏ចាក់គេមួយលំពេងទៀតក្រោយមកទើបខ្ញុំដឹងថាអាម្នាក់ដែលនៅក្រោមលំពេងរបស់ខ្ញុំអមាញ់នោះទើបជាឆៅតើឆៅគេល្បិចច្រើនទេល្បិចអញ្ចឹងទើបគេអាចបោកប្រាស់លោកមេតបហ្វុងសៀនបានអ្នកណាក៏ថាខ្ញុំល្បិចច្រើនប៉ុន្តែគេអាចធ្វើស្អីខ្ញុំបានទេហើយពួកលោកដែលតាំងខ្លួនជាសុភាពបរិសុទ្ធនេះក៏បានបរាជ័យក្រោមដៃខ្ញុំដែរអ្វីទៅថាលីពូលតែគេជាមនុស្សស្អាតបាទជាងលោកឆ្លៃគឺស្អាតបាក់ដូចជាមនុស្សឡោះ